សៀមវាប្រឹងបញ្យល់រាសវាថាហេតុអីបានជាច្រើនថ្ងៃហើយដែលវាជាមួយខ្មែរយើងនេះយកកន្លែងណាមួយរបស់ខ្មែរក៏អត់បាននៅតំបន់ភ្នំ350ប្រាសាទតាកបីភ្នំទ្របតំបន់ជួរភ្នំដងរែកអីផ្សេងជាដើមបងប្អូនខ្លះគាត់ស្ដាប់វីដេអូបងចอยចេញទៅមុនអត់យល់មកតឡាយតែដាក់បងចอยថាបងចอยហ្នឹងស្អីគេហេតុអីក៏មកនិយាយទីតាំងយោធាលាក់ខ្លួនជាសាធារណៈអញ្ចឹងម៉ែបងចอยនិយាយទេយោធាសៀមវាអ្នកនិយាយវាអ្នកបកស្រាយវាដឹងអីអស់ហើយបងប្អូនវាច្រើនថ្ងៃហើយវាមិនបែកអញ្ចឹងបងប្អូនណាបានវារកវិធីធ្វើម៉េចឲ្យយោធារបស់យើងនេះចេញពីក្នុងកន្លែងលាក់ខ្លួននេះស្ដាប់យាយប៉ែនេះនិយាយយាយប៉ែដែលបងប្អូនយើងហៅគាត់យាយប៉ែមេធ្មប់ហ្នឹងគាត់ហ្នឹងខ្សែខាងយោធាព័ត៌មានយោធាគាត់ដឹងលឿនណាស់ហើយគាត់ជាអ្នកលេងនយោបាយហើយគាត់ជាអ្នកវិភាគនយោបាយដែរអញ្ចឹងគាត់ចេញមកបញ្យល់ហើយគាត់បញ្យល់នេះគាត់លើកឧទាហរណ៍តាមនៅតំបន់ប្រាសាទតាកបីណានៅភ្នំ350ហ្នឹងថាហេតុអីបានជាយកអត់បានអញ្ចឹងហេតុអីក៏វាពិបាកខ្លាំងម៉េចហេតុអីក៏វាយច្រើនថ្ងៃហើយមិនអាចដណ្ដើមបានปราสาทตาควายอยู่งี้ใช่ไหมแล้วคือเนิน350เนี่ยคือ350น่ะมันเป็นเนินที่ยิงกดลงมาได้สูงเวลาเราจะบุกอ่ะจริงเราบุกยากมากเพราะว่าวางทุ่นระเบิดไว้เช่นเราเนี่ยจะบุกเข้าไปยึดเนิน350ก่อนเพื่อจะไปยึดตาควายเขาอยู่สูงเขาก็ยิงอัดนี่คือគាត់បញ្យល់ណាថាតំបន់ប្រាសាទតាកបីហ្នឹងវាអញ្ចេះបងប្អូនមើលបងចុយគួយមើលនេះវានេះបងប្អូននេះភ្នំ350អានេះប្រាសាទតាកបីអាសៀមវានៅខាងនេះអញ្ចឹងគឺគាត់និយាយបញ្យល់ថាហេតុអីបានជាវេទនាក្នុងការយកប្រាសាទតាកបីនិងយកតំបន់ភ្នំ350បានម្លេះអញ្ចឹងគឺគាត់បញ្យល់មិញថាដោយសារតែកម្ពុជាយើងនៅកន្លែងទីខ្ពស់អញ្ចឹងពេលសៀមវាបុកចូលមកយើងបាញ់សៀមវាបុកចូលមកយើងបាញ់អញ្ចឹងវាបុកចូលមកអត់បានទេរហូតដល់វានេះត្រូវអីគេបង្ខំចិត្តកំតិចប្រាសាទតាក្របីចោលស្ដាប់គាត់និយាយតទៀតណាបងប្អូនណាคลิปនេះយ៉ាងវែងតិចបងប្អូនអត់ធ្មត់តាប់ឲ្យអស់มาเราเสียเปรียบในเชิงชัยภูมิแล้วถ้าเกิดเราใช้ F16 ก็ไปเลยไม่ได้เหรอพี่ว่าគាត់និយាយមិញឃើញគាត់ថាយើងហ្នឹងសៀមហ្នឹងចាញ់ប្រៀបខ្មែរណាទីតាំងដែលគាត់ដែលបងចอยប្រាប់មិញហ្នឹងអញ្ចឹងកាន់ពីនំកាន់ឆៃនេះគេសួរភ្លាមអញ្ចឹងមើលអញ្ចឹងប្រើ F16 អត់បានហ៎เนี่ยแล้วตาควายมันยากเพราะมันมีอุโมงค์ก็ที่พี่เล่าไงบอกว่าเขมรน่ะชอบขุดแต่มันនេះអត់បានដោយសារតែខ្មែរយើងហ្នឹងគឺមានឧโมงค์បងប្អូនស្គាល់ឧโมงค์ហ៎ឧโมងค์ហ្នឹងបងចอยក៏ស្ដាប់គាត់អត់បានដែរឧโมងค์ស្អីគេភាសាថៃស្អីគេក៏ស្អីគេតើ Google Translate ឲ្យជួយទៀតបើយកដៃជួបវា train ឲ្យយើងអត់ចាញ់បងចอยមកយល់ពាក្យហ្នឹងតាមរយៈសំណេររបស់លោកពូអាយដាមខៀវកញ្ញរិទ្ធឧโมងค์ដែលយាយមេធ្មប់ហ្នឹងនិយាយហ្នឹងណាដែលខ្មែរយើងមានច្រើនហ្នឹងណាគឺជាទីតាំងកន្លែងលាក់ខ្លួននៅក្រោមថ្មអញ្ចឹងនៅតំបន់ភ្នំបងប្អូននៅតំបន់ភ្នំវាមានថ្មវាមានចលងវាមានពយថ្មពយអីច្រើនអញ្ចឹងទៅអញ្ចឹងខ្មែរយើងដើម្បីការពារខ្លួនពីគ្រាប់ផ្លោងពី F16 ពីអីហ្នឹងគឺយើងជីកណាគឺយើងជីកធ្វើកន្លែងលាក់ខ្លួននៅក្រោមថ្មក្រោមចលងថ្មហ្នឹងអីអញ្ចឹងទៅនេះគាត់និយាយបញ្យល់ណាហ្នឹងហើយអញ្ចឹងយោធាសៀមដឹងហើយថាខ្មែរយើងនៅតាណាឧโมងค์ច្រើនណាស់កន្លែងលាក់ខ្លួនច្រើនណាស់ប៉ុន្តែធ្វើអីអត់បានទេប្រើ F16 ក៏អត់បានប្រើស្អីក៏អត់បានវាបង្ខំចិត្តកំតិចប្រាសាទទេបងប្អូនដោយសារតែអញ្ចឹងវាវាយចូលយើងអត់បែកអញ្ចឹងហើយបានវាបង្ខំចិត្តផ្លោងកំតិចកម្ពូលប្រាសាទហើយវាចូលមកបានមកដង្ហើមចង្រិតហ្នឹងណាបងប្អូនណាបន្ទាប់ពីចូលមកហើយពឹបយើងដាក់ BM21 ទៅវិញស្រោចវាងាប់ពេញទឹកពេញដីហ្នឹងណាបងប្អូនណាអញ្ចឹងហើយបានវាយកអត់បានទេហើយមិនត្រឹមតែនៅតំបន់ប្រាសាទតាកបីភ្នំ350ហ្នឹងទេណាភ្នំទ្របតំបន់ជួរភ្នំដងរែកទាំងអស់គឺស្ថានភាពគឺវាពិបាកអញ្ចឹងហ៎បងប្អូនណាគឺមានកន្លែងលាក់ខ្លួនគេហៅថាឧโมងค์ហ្នឹងច្រើនហ្នឹងឯងបងប្អូនហើយដល់ទៅពេលបងចอยចេញវីដេអូមុនទៅណាដើម្បីឲ្យលោកពូគាត់រកវិធីទប់ទល់ណាក្នុងបំណងល្អព្រោះសៀមវាធ្វើអីក៏អត់បានដែរប្រើ S16 ក៏អត់បានប្រើកំភ្លើងធំក៏អត់បានថ្មើរជើងក៏អត់បានព្រោះខ្មែរយើងវាមានកន្លែងលាក់ខ្លួនល្អវាដឹងថាយើងលាក់ខ្លួននៅតាណាប៉ុន្តែវាធ្វើអីយើងអត់កើតអញ្ចឹងហើយវារកវិធីហ្នឹងគឺវាប្រមូលសុំរៃអង្គាសពីពលរដ្ឋវាឲ្យយកសបកកង់ម៉ូតូយកទៅឲ្យហ្នឹងដើម្បីងាយស្រួលតម្លាក់ទៅនៅតំបន់ហ្នឹងដុតអីអញ្ចឹងណាពីព្រោះមានបងប្អូនយើងខ្លះគាត់ស្ដាប់យល់អញ្ចឹងទៅគាត់ខមមិនថាប្រកាសជាមានបំណងចង់ដុតឲ្យក្តៅឲ្យហុយអញ្ចឹងទៅព្រោះអាសបកកង់នេះវាធំដុនឈាមខ្លាំងធ្វើឲ្យតបយើងទ្រាំអត់បានចេញពីកន្លែងលាក់ខ្លួនមកអីអញ្ចឹងទៅណាដើម្បីងាយស្រួលវាយប្រហារមកលើតបយើងញ៉ាបងចอยប្រាប់ដើម្បីឲ្យលោកពូគាត់ប្រយ័ត្នគាត់រកវិធីទប់ទល់ទៅកាន់ពួកយោធាសៀមវិញហើយបែរជាស្ដាប់មិនយល់ខ្ញុំនិយាយបែរទៅជាចោតខ្ញុំតឡាយតែដាក់ខ្ញុំថាខ្ញុំនេះយកទីតាំងកន្លែងយោធាកម្ពុជានេះលាក់ខ្លួនយកមកនិយាយជាសាធារណៈបថយវាច្រើនថ្ងៃហើយសៀមវាដឹងថាខ្មែរយើងលាក់ខ្លួននៅតាណាអស់ហើយវាផ្សាយផុសផុល2 3ថ្ងៃហើយបងប្អូនហ្នឹងហើយបានចុងក្រោយហ្នឹងល្ងាចមិញហ្នឹងវារហូតនឹកវិធីឃើញថាប្រមូលសបកកង់ម៉ូតូកង់អីមកនេះដើម្បីទប់ទល់ដើម្បីរកវិធីឲ្យកងទ័ពយើងចេញពីក្នុងកន្លែងលាក់ខ្លួននេះបងប្អូនចឹងស្ដាប់ហើយសូមកុំមានការយល់ច្រឡំណាបងប្អូនណាចា